បាទសួស្តីបងប្អូននេះតាក់ទងទៅនឹងវីដេអូបាទរបៀប cleaning បាទទៅលើ model បាទ Epson PX M បាទ5041S បងប្អូនណាបាទអញ្ចឹងជាទូទៅខ្ញុំ recommend ឲ្យបងប្អូនបាទ clean មួយថ្ងៃម្ដងមុននឹងបាទយើងចាប់ផ្ដើមប្រតិបត្តិការឬក៏ copy print បាទទៅលើវាណាបងណាបាទអញ្ចឹងនៅពេលដែលយើងបើកមកយើងចាប់ផ្ដើម clean ទៅបាទសម្រាប់ maintenance clean គឺយ៉ាងនេះយើងចុចចូលលើរូបឃុំសោនេះពកមកបាទគឺវាចេញបែបនេះបាទចេញបែបនេះគឺយើងយកពាក្យ maintenance បាទហើយទី2នេះបាទចុចចូលវាពកមកបាទយើងចូលមកបាទទី2បាទ print head បាទ cleaning នេះចុចលើវាពកមកបាទហើយយក processing បាទអញ្ចឹងកន្លែងហ្នឹងគឺវាចេញមកបាទ3បែបនេះបាទខាងលើនេះ all clean all បាទ color ហ្នឹងបាទហ្នឹងគឺបាទយើងបាទ clean បាទយើង clean តាក់ទងទៅនឹងមិនថាសខ្មៅមិនថា color គឺយើងបាទ clean ទាំងអស់បាទអញ្ចឹងណាបាទអញ្ចឹងបើសិនជាបងប្អូនបាទជីវទៅគឺបាទខ្ញុំ recommend ឲ្យយើងចុចអាលើមួយទៅបាទបន្ទាប់មកគឺយើងយកបាទនេះបាទយើងយកនេះយើងយកអានេះក៏បានដែរអានេះក៏បាននេះក៏បានដូចគ្នាទេហើយចុចពឹបមកគឺវាដើរហើយបាទចុចពឹបមកគឺវាដើរ cleaning ហើយបាទអញ្ចឹងគឺវាទៅទាំងអស់បាទអញ្ចឹងបាទមិនថាសខ្មៅមិនថាសខ្មៅបាទមិនថាខៀវលឿងក្រហមគឺបាទយើង clean មកទាំងអស់តែមួយថ្ងៃម្ដងបាទដែរមុននឹងយើងបាទបើកម៉ាស៊ីនមកបាទបើកម៉ាស៊ីនមកគឺយើងចាប់ផ្ដើម clean ពឹបទៅបាទអញ្ចឹងវីដេអូបាទ cleaning គឺមានតែប៉ុណ្្នឹងបាទអរគុណច្រើនបាទ